សួស្តីបងប្អូនសិស្សសានុសិស្សទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយក្នុងវីដេអូឃ្លីបនៅក្នុងថ្ងៃនេះគ្រូមានគោលបំណងមួយក្នុងការចែករំលែកនៅចំណុចសំខាន់មួយនៃមាតិកាចុងក្រោយនៅក្នុងខ្លឹមសារមេរៀនទី2របស់យើងស្ដីអំពីការបង្កើតថ្មីដែលមាតិកានោះគឺត្រង់ចំណុចលេខ3ដែលជាមាតិកាចុងក្រោយគឺស្ដីអំពីកត្តាទាំងឡាយនៃការបង្កើតថ្មីដែលសំណួរកន្លឹកនៅក្នុងហ្នឹងគេអាចនឹងសួរថាតើមានកត្តាសំខាន់អ្វីខ្លះដែលនាំឲ្យមានការបង្កើតថ្មីអញ្ចឹងបើសិនបើអូនចង់ស្វែងយល់អំពីខ្លឹមសារសូមតាមដានវីដេអូនេះទាំងអស់គ្នាអញ្ចឹងបើសិនបើយើងយោងតាមខ្លឹមសារនៃសភៅមេរៀនរបស់យើងសិលធម៌បរិបទថ្នាក់ទី12ត្រង់មេរៀនទី2មាតិកាចុងក្រោយស្ដីអំពីកត្តាទាំងឡាយនៃការបង្កើតថ្មីនោះយើងឃើញថាមានកត្តាសំខាន់ប្រមាណជា5នេះបើសិនបើយើងយោងតាមខ្លឹមសាររបស់យើងដែលកត្តាទី1គឺគេនិយាយអំពីកត្តាចៃដន្យបាទកត្តាចៃដន្យជាកត្តាមួយដែលនាំឲ្យមានការបង្កើតថ្មីនិងទី2គឺកត្តាភាគនៃទេពកោសល្យនិងកត្តាទី3គឺស្ដីអំពីរបបកំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្ត្រទី4កត្តាទី4គឺទំនោរផ្នែកជីវវិទ្យានិងកត្តាចុងក្រោយគឺតម្រូវការចាំបាច់របស់សមូហភាពបាទនេះហើយទាំង5នេះហើយគឺជាកត្តាដែលនាំឲ្យមានការបង្កើតថ្មីរបស់យើងនិយាយអំពីកត្តាចៃដន្យកត្តាចៃដន្យមានន័យថាកត្តានេះគឺអ្នកបង្កើតថ្មីទាំងអស់គឺពេលខ្លះបញ្ហានៃការបង្កើតថ្មីរបស់គាត់គឺយើងមិនអាចទាយទុកមុនបានទេឬដឹងមុនបានទេប៉ុន្តែនៅពេលដែលចាប់ផ្ដើមធ្វើអ្វីមួយទៅចៃដន្យគឺវាស្រាប់តែវាលេចឡើងនៅការបង្កើតថ្មីអញ្ចឹងនៅហើយគឺជាកត្តាចៃដន្យឯចំណុចទី2គឺកត្តាភាគនៃទេពកោសល្យមានន័យថាសមត្ថភាពឬទេពកោសល្យរបស់មនុស្សគឺអាចជាហេតុដែលជំរុញឲ្យមានការបង្កើតថ្មីតែប្រសិនបើមិនមានអបនិស្ស័យពីកំណើតឬមួយក៏មានទេពកោសល្យពីកំណើតទេគឺមនុស្សមិនអាចមានការបង្កើតថ្មីបានទេตัวយ៉ាងឧទាហរណ៍ដូចជាអ្នកវិចិត្រករគឺគាត់អាចវិចិត្រនៅរូបភាពថ្មីបានដែលជារូបភាពស្របទៅតាមទេពកោសល្យរបស់គាត់អ្នកបង្កើតថ្មីផ្សេងទៀតគឺគាត់មានទេពកោសល្យរៀងៗខ្លួនដែលទេពកោសល្យរបស់គាត់នោះធ្វើឲ្យស្នាដៃនៃការបង្កើតថ្មីរបស់គាត់ក៏ផ្លែកគ្នាផងដែរហើយកត្តាទី3គឺទាក់ទងជាមួយនឹងចំណេះពីរបបកំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្ត្រមានន័យថាប្រសិនបើមិនមានរបបកំហើញរបស់វិទ្យាសាស្ត្រទេការបង្កើតថ្មីក៏មិនអាចកើតមានបានដែរអញ្ចឹងហើយទើបអ្នកវិទ្យាសាស្ត្រគឺព្យាយាមស្វែងរកនិងព្យាយាមបង្កើតអ្វីដែលថ្មីដែលអាចបម្រើឲ្យតម្រូវការរបស់ពិភពលោកនេះបាននិងកត្តាទី4គឺទំនោរផ្នែកជីវវិទ្យាមានន័យថាមនុស្សយើងគឺខំបង្កើតអ្វីដែលថ្មីគឺដើម្បីសម្របខ្លួនទៅនឹងបញ្ហាសង្គមឬសម្របខ្លួនទៅនឹងមជ្ឈដ្ឋានដែលខ្លួនកំពុងតែរស់នៅតួយ៉ាងឧទាហរណ៍ដូចជានៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងសហគមន៍ឬនៅក្នុងមជ្ឈដ្ឋានរបស់ខ្លួនមនុស្សតែងតែព្យាយាមបង្កើតអ្វីដែលថ្មីដើម្បីឲ្យខ្លួនអាចសម្របទៅនឹងស្ថានភាពនឹងបានប្រសិនបើមនុស្សមិនអាចសម្របខ្លួនទៅនឹងមជ្ឈដ្ឋានដែលខ្លួនរស់នៅបានទេអញ្ចឹងមនុស្សមិនអាចរស់នៅបានជាសុខបានទេអញ្ចឹងហើយទើបព្យាយាមខំបង្កើតថ្មីគឺដើម្បីឲ្យខ្លួនអាចសម្របទៅនឹងមជ្ឈដ្ឋាននឹងបានទូយ៉ាងដូចជាបញ្ហាធំដែលកើតឡើងនៅក្នុងពិភពលោកយ៉ាងនេះមានបញ្ហាជំងឺរាតត្បាតជាដើមអញ្ចឹងដើម្បីសម្របខ្លួនទៅនឹងបញ្ហាទាំងអស់ហ្នឹងគឺមនុស្សត្រូវការបង្កើតថ្មីបង្កើតអីគេដែលថ្មីបង្កើតម៉ាស់ការពារបាទឬក៏បង្កើតវ៉ាក់សាំងដែលការដាំឡើយវ៉ាក់សាំងគឺមិនទាន់បានបង្កើតឡើងនោះទេអញ្ចឹងនេះហើយគឺជាទំនោរផ្នែកជីវវិទ្យានោះមានន័យថាដើម្បីបង្កើតអ្វីមួយថ្មីបានគឺដោយសារតែវាមានកត្តាគោលហ្នឹងឯងគឺដោយសារតែមនុស្សចង់សម្របខ្លួនទៅនឹងមជ្ឈដ្ឋានហ្នឹងនិងកត្តាចុងក្រោយគឺតម្រូវការចាំបាច់របស់សមូហភាពមានន័យថាមនុស្សនៅក្នុងសហគមន៍មនុស្សនៅក្នុងសកលលោកគឺមានតម្រូវការដូច្នេះមនុស្សត្រូវតែផលិតអ្វីដែលថ្មីដើម្បីបម្រើឲ្យសមូហភាពនោះដើម្បីបម្រើឲ្យមនុស្សទាំងអស់នោះដូច្នេះសរុបសេចក្តីមកវិញខ្លឹមសារចុងក្រោយនៃចំណុចទី3ស្តីអំពីកត្តាទាំងឡាយនៃការបង្កើតថ្មីនេះគឺមាន5យ៉ាងទី1គឺកត្តាចៃដន្យទី2គឺកត្តាភាគនៃទេពកោសល្យទី3គឺកត្តាចំណេះដឹងរបបកំហើញចុងក្រោយនៃវិទ្យាសាស្ត្រនិងកត្តាទី4ទំនោរផ្នែកជីវវិទ្យានិងកត្តាចុងក្រោយគឺតម្រូវការចាំបាច់របស់សមូហភាពហើយខ្លឹមសារនៃវីដេអូឃ្លីបនៅក្នុងថ្ងៃនេះគ្រូសូមចែករំលែកត្រឹមតែប៉ុណ្ណឹងចុះហើយប្រសិនបងប្អូនយល់ថាវីដេអូនេះមានខ្លឹមសារ
នឹងជាកតិក្នុងការសិក្សារបស់បងប្អូនសូមបងប្អូនចុច like និងចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិដទៃទៀតហើយនៅចុងក្រោយគ្រូសូមដាក់កិច្ចការងារមួយឲ្យធ្វើបើសិនបងប្អូនចង់ฝึกហាត់ខ្លួនឯងឲ្យបានល្អប្រសើរដោយឆ្លើយសំណួរកូនមួយថាតើកត្តាអ្វីខ្លះដែលនាំឲ្យមានការបង្កើតថ្មីបាទសូមអរគុណ